ជំរាបសួរបងប្អូនទាំងអស់គ្នាអានេះវិធីខាងផ្ទះខ្ញុំណាដោយសារអាកាសធាតុវាអត់ទៀងទាត់ពេលខ្លះវាត្រជាក់ហើយមានខ្យល់ហើយពេលខ្លះទៀតក៏វាក្តៅអញ្ចឹងគ្រួសារខ្ញុំក៏ប្រាប់ខ្ញុំនឹងឲ្យយកអាហ្នឹងមកគ្របកាលណាគ្របជាងទៅទី1ក៏វាជួយកាត់បន្ថយកម្ដៅថ្ងៃទី2ក៏វាជួយខ្យល់ហើយនៅអាកាសធាតុពេលយប់ឡើងវាត្រជាក់ពេកអញ្ចឹងវានៅទូចវាអាចធ្វើឲ្យវានឹងមានបញ្ហាវាថាងាប់អញ្ចឹងណាអត់ល្អនេះនិយាយទៅខ្ញុំធ្វើអាហ្នឹងតាំងពីពេញប៉ោះខ្ញុំមកណាពេញប៉ោះខ្ញុំហ្នឹងកាលនោះទូចខ្ញុំគ្របវារហូតដល់ពេលវាធំវាដុះរឹសប្រហែលជាល្អថា2សប្តាហ៍អីចឹងបាទខ្ញុំបើកវាឲ្យវាធម្មតាវិញដល់ពេលនេះក៏ដូចគ្នាដែរគឺខ្ញុំធ្វើអញ្ចឹងម្ទេសនេះគឺម្ទេសហឹរតែក្នុងមួយអណ្ដៅហ្នឹងខ្ញុំដាំ2ដើម្បីឲ្យវាទប់គ្នាហើយនេះវិធីផ្ទះខ្ញុំគឺបិទហ្នឹងមិនមែនអត់មានប្រឡោះទេណាបងប្អូននេះមានប្រឡោះនេះខាងផ្ទះខ្ញុំទេតែបើសិនជាបងប្អូនដូចថានៅខ្មែរយើងអញ្ចឹងទៅក្តៅពេកហើយកូនដំណាំទូចឹងបងប្អូនអាចធ្វើរបៀបខ្ញុំបានអញ្ចឹងណាគឺកាត់បន្ថយកម្ដៅកាត់បន្ថយភាពត្រជាក់មេឃភ្លៀងអីហ្នឹងដូចថាមេឃភ្លៀងខ្លាំងអញ្ចឹងទៅស្រក់លើវាក៏អត់ធ្វើឲ្យវាដួលវារើវាអីអញ្ចឹងណាសិនអញ្ចឹងទាំងអស់វានៅទូចពេកអញ្ចឹងវាអត់ទាន់ចាប់ព្រឹសទេដល់2សប្តាហ៍ឬក៏3សប្តាហ៍អញ្ចឹងខ្ញុំបើកវាវិញតែពេលស្រូចទឹកគឺខ្ញុំបើកវា